សួស្តីអ្នកនរគ្នាផ្ដើមវីដេអូច្បាស់ជាប្លែកទេភាសាយើងនៅកណ្ដាលវាលស្រែតែម្ដងគឺថាពួកយើងថ្ងៃឆ្លងឆ្នាំដំបូងអត់មានទៅណាទេគឺមកឆ្លងឆ្នាំនៅកណ្ដាលវាលស្រែតែម្ដងយើងជិះតាមវាលស្រែទៅបងត្រីហើយក៏បានជួបជាមួយដើមវត្រាសបោមែនតើតាមវាលស្រែឃើញទៅនងពេកក៏ឈប់បេះមកផ្លែទៅអាតេះទៅចោលបាត់គឺថាវត្រាតាមវាលស្រែហ្នឹងអាចហៅថាវត្រាល្អមែនតើបន្ទាប់ពីបេះវត្រាបានម្នាក់មកក្តាប់ហើយយើងក៏ធ្វើដំណើរទៅមុខទៀតទៅដល់កន្លែងគ្នាយើងកំពុងទៅបងត្រីល្មមភាសាកន្លែងហ្នឹងមានគេបងច្រើនដែរហើយនៅមួយកន្លែងវាតំណងដែរយើងក៏ឈប់បងសិនទៅដាក់មកសណាញ់ពីសណាញ់ទៅខ្លាច់ចូលគីឡូអញ្ចឹងណាមានអីអ្នកទាំងអស់គ្នាចូលគីឡូមែនគេថាចូលគីឡូប៉ប៉ុណ្ណហ្នឹងបាន4 5ក្បាលបន្ទាប់ពីបានមកសណាញ់ហ្នឹងហើយយើងក៏មិននៅរេរយូរដែរព្រោះពេលវេលាយើងរៀងខាចដែរហើយម៉ោងខ្ទង់ម៉ោង3ហើយយើងក៏ឡើងអតេះជិះទៅមុខទៀតទៅរទិញតកកជាមួយនឹងទឹកសុទ្ធដើម្បីធ្វើដំណើរទៅទីតាំងរបស់យើងបណ្ដោយជាផ្សេងផ្លេចទេគឺបត្រេដែលយើងបេះដាក់ក្នុងកប៉ៅហ្នឹងគឺម្ដងគឺចែកគ្នាបញ្ញាយតែម្ដងយីមែនបងប្អូនអាបត្រេអញ្ចឹងគឺឆ្ងាញ់មែនទែនឆ្ងាញ់ជាងបត្រេទិញនៅតាមផ្សារទៀតបន្ទាប់ពីពួកយើងបានអង្គុយចាំកដាហាក្តៅមិនសន្ទុះមកក៏បានឲ្យទឹកសុទ្ធជាមួយតកកតែអត់ទាន់ឃើញទឹកសុទ្ធទេយើងក៏ធ្វើដំណើរទៅមុខទៀតទៅគឺមកដល់ទីតាំងយើងអីគឺនៅដីកន្លែងពូម៉ាក់ខ្ញុំភាសាកន្លែងហ្នឹងពូម៉ាក់ខ្ញុំនិយាយថាគឺសបោត្រីខ្លាំងមែនតើអញ្ចឹងពួកយើងគឺមានតែមាត់លេវហើយមកមិនឲ្យខំម្ដងទេបន្តមកទៀតថាពួកយើងបានដើរទៅរោទីតាំងតលតែម្ដងបន្ទាប់ពីដល់កន្លែងហ្នឹងគឺគ្នាយើងរូតរះចាប់ដើមទេនសណាញ់មកបងតែម្ដងហើយគ្នាខ្ញុំម្នាក់ទៀតហ្នឹងគួយគិតថាមិនដឹងបានអត់ទេមកឃើញទឹកដូចអត់តំណងមកដល់ហើយក៏នាំគ្នាប្រកាត់ភ្លើងតែមិនដឹងប្រកាត់ធ្វើស្អីមិនតាន់បានត្រីបានអីផងនេះហើយបន្ទាប់ពីបងអស់ទៅទូមកគឺយើងបានកូនត្រីទក់មួយតមកដាក់អាំងភ្លាមតែម្ដងអានេះមិនអាំងទេគឺថាដុតលើភ្លើងរ៉ូលតែម្ដងតពីឆ្អិនគឺថាអ្នកអានថ្ងៃលះមុនគេហើយគ្មានចាំតែណាទេពីអ្នកថតនេះគឺថាសាច់ត្រីស្រែគឺថាផ្អែមមែនតើថ្ងៃប្រូនេះវិញគឺថាអត់លោកទេដោយសារឃើញតូចពេកណាមួយឃើញរ៉ូលភ្លើងអញ្ចឹងអត់តំណងថាឆ្អិនសោះនិយាយពីថាអ្នកនៅខាងក្រៅនេះវិញគឺថាបងខាងនេះគឺថាជាប់សណាញ់ចុះដោះពេញនឹងឡើងចិត្តមួយថ្ងៃដល់បានប្រហែលផងគឺថាពេលវេលាយើងក៏បានឈានចូលចិត្តយប់អីម៉ោង5អីថ្ងៃចិត្តលេចអីអញ្ចឹងយើងក៏បានរៀបចំវ៉ាន់យើងទៅផ្ទះវិញលេងដៃលេងជើងហើយមិនបាច់សួររឿងត្រីទេគឺថាត្រីបានកូនត្រីទក់មួយថ្ងៃគឺបានកូនត្រីទក់មួយថ្ងៃវីដេអូយើងគឺចប់តែប៉ុណ្្នឹងហើយបាយ